ចំណែកនារីរបស់យើងនេះវិញគាត់មានជំនាញខាងច្នៃប្រឌិតម៉ាស៊ីនតែម្ដងបាទបងប្អូនយើងទាំងអស់គ្នាដូចជាបានឃើញចឹងឯងបាទនេះគឺជាម៉ាស៊ីនដែលគាត់កំពុងតែចាប់ដើមរៀបចំនិងច្នៃធ្វើជាម៉ាស៊ីនផ្សិតអីគឺកាត់អីចឹងឯងណាបងប្អូនយើងទាំងអស់គ្នាដូចជាបានឃើញចឹងឯងនេះគឺជាប្លង់របស់គាត់បងប្អូនយើងទាំងអស់គ្នាបាទប្លង់និងកង់ឡានបងប្អូនទាំងអស់គ្នាបាទគេដាក់ផ្សារដាក់អីចឹងឯងបងប្អូនយើងទាំងអស់គ្នាបាទបន្តមកទៀតបងប្អូនយើងទាំងអស់គ្នាបាទគាត់លើកកង់ណាបាទលើកកង់ដាក់បងប្អូនបាទគាត់លើកកង់ដាក់អញ្ចឹងឯងរុញធ្វើជាអត់ទេរុញហ្នឹងបងប្អូនគឺឲ្យគាត់លេបថ្នាំលេបអីបាទដល់ម៉ោងយប់ភ្លឺវិញហើយបងប្អូនយើងទាំងអស់គ្នាបាទបន្តមកទៀតគាត់យកក្តារមកបាញ់ភ្ជាប់ជាមួយនឹងកង់ដែលគាត់បានលេបថ្នាំលេបអីមិញបងប្អូនយើងទាំងអស់គ្នាបាទបងប្អូននេះគឺជាកង់ដែលគាត់បានដោះពីអតេសចេញវិញបងប្អូនទាំងអស់គ្នាម្ដាយគាត់សួរថាមិនបានដោះកង់ចេញពីអតេសបងប្អូនទាំងអស់គ្នាអូគាត់ថាគាត់យកមកច្នៃបងប្អូនទាំងអស់គ្នាគាត់យកមកច្នៃដើម្បីលើកម៉ាស៊ីនលើកអីដាក់បាទបងប្អូនទាំងអស់គ្នារួចហើយក៏គាត់ចាប់ប្រឡងចាប់អីឲ្យស្រួលឲ្យស្អាតបាតតែម្ដងបងប្អូនយើងទាំងអស់គ្នាអ្នកគាត់កំពុងតែចាប់ផ្ដើមចាប់ប្រឡងចាប់អីគាត់ប្រវល់មើលទៀតបងប្អូនទាំងអស់គ្នាតើតំណងឬមិនតំណងបងប្អូនទាំងអស់គ្នាបន្តមកទៀតក៏គាត់ចាប់ផ្ដើមបង្ហូរប្រេងបងប្អូនទាំងអស់គ្នាបង្ហូរប្រេងនេះចោលឬហើយគាត់ចាក់ប្រេងបាតថ្មីតែម្ដងបងប្អូនទាំងអស់គ្នាបន្ទាប់ពីគាត់បង្ហូរប្រេងបង្ហូរអីចាក់ប្រេងបាតចូលទៅវិញហើយបងប្អូនទាំងអស់គ្នានេះគាត់ចាប់ផ្ដើមមូលបញ្ចូលទៅវិញរួចហើយគាត់ចាក់តាក់ហើយបងប្អូនទាំងអស់គ្នារួចហើយបន្តមកទៀតគាត់ដូរចេញក្រាប់ដាក់ក៏ខ្សែពៀនណាបងប្អូនគាត់ដូរចេញគាត់ដាក់ដាក់ខ្សែពៀនថ្មីតែម្ដងបងប្អូនទាំងអស់គ្នាបាទនេះគាត់រឹតហើយចាប់ផ្ដើមគាត់រឹតគាត់ចាំគាត់អីអញ្ចឹងឯងណាបងប្អូនទាំងអស់គ្នាគាត់ដុបបញ្ចូលនេះគាត់ដាក់ក្បាលកង់យងទូចទីថ្មីតែម្ដងបងប្អូនទាំងអស់គ្នាលើគាត់បិឆេះសាប់មើលសិនបងប្អូនទាំងអស់គ្នាតើលយឬមិនលយបងប្អូនទាំងអស់គ្នាបាទអ្នកបិឆេះទៅឬក្តឹងតែបងប្អូនទាំងអស់គ្នាឆេះហើយបងប្អូនណាបន្ទាប់ពីគាត់បានបញ្ឆេះមើលទៅឆេះហើយក៏ចាប់ដើមយើងនឹងធ្វើដាក់ខ្សែពៀនខ្សែអីបន្តទៅទីបងប្អូនទាំងអស់គ្នាបាទនេះគឺជាខ្សែពៀនរបស់គាត់ដែលគាត់បានដាក់បញ្ចូលបងប្អូនទាំងអស់គ្នាណាបាទនេះគឺទំនងគឺស្រួលមែនទែនបងប្អូនយើងទាំងអស់គ្នាក៏លយទៀតបងប្អូនទាំងអស់គ្នាណាបាទនេះបាទការច្នៃប្រឌិតរបស់គាត់បានជោគជ័យបងប្អូនយើងទាំងអស់គ្នាបាទមានតាំងពីជោគមានទាំងអីបងប្អូនទាំងអស់គ្នាបាទនេះបាទការច្នៃប្រឌិតរបស់គាត់បានជោគជ័យបងប្អូនយើងទាំងអស់គ្នាបាទកន្លែងនេះគាត់ច្រូតស្រូវច្រូតអីយកមកបោកយកមកអីមិនចេះឯងណាបងប្អូនយើងទាំងអស់គ្នាបាទលយមែនទែនបងប្អូនយើងទាំងអស់គ្នាហើយក៏ស្រួលទៀតណាបងប្អូនសាអាចធ្វើតាមគាត់បានបាទនេះគឺជារបៀបដែលគេបិទស្គុតរុញនឹងអាឡូតែម្ដងបងប្អូនទាំងអស់គ្នាបាទទំនងស្រួលមែនទែនបងប្អូនយើងទាំងអស់គ្នាបាទនេះគេបិទស្គុតចឹងឯងគេរុញនឹងអាឡូបងប្អូនទាំងអស់គ្នាបាទទាំងអស់គ្នាអ្នកពិការដៃនិងអ្នកពិការជើងបងប្អូនទាំងអស់គ្នាចំណែកអ្នកពិការដៃលើកខុសដៃចំណែកអ្នកពិការជើងឈួរខុសដើរខុសជើងបងប្អូនយើងទាំងអស់គ្នាបាទនេះបាទចេះតែមានតែហ្មងបាទបងប្អូនទាំងអស់គ្នាមើលបងប្អូនបាទចេះតែផ្លាយតែម្ដងបងប្អូនទាំងអស់គ្នាបាទបងប្អូននេះគឺជារបៀបដែលគេដាំក្រពោតបងប្អូនយើងទាំងអស់គ្នាមើលឲ្យហើយបងប្អូនដាក់តាមួយចានទៅដុសយកតាអស់បងប្អូនយើងទាំងអស់គ្នាបាទនេះគឺស្រួលយ៉ាងនេះបងប្អូនយើងទាំងអស់គ្នាអើយបាទមានអីបងប្អូនយើងទាំងអស់គ្នាចំណែកអ្នកស្លនឹងបងប្អូនយើងទាំងអស់គ្នាមិនបានហូបមិនបានអីទេបងប្អូនទាំងគ្នាឡើងតែរត់តែលាងចានរត់តែលាងឆ្នាំងរត់តែលាងអីមកវិញបងប្អូនទាំងគ្នាអស់លេងតែម្ដងបងប្អូនទាំងគ្នាបាទរួចសាច់សរួចយកអាចារ្យដែកនេះបោះចោលតែម្ដងបងប្អូនទាំងគ្នាបាទពិតជាធ្វើបាបគាត់មែនតើបងប្អូន